ថ្ងៃនេះនាំជូនមកហូបថ្មីមួយមុខដែលបានញ៉ាំហើយគួរឲ្យចង់ញ៉ាំម្ដងទៀតនេះគឺស្ករក្តាមរសជាតិដើមទី1គឺយកមានក្តាមហ្នឹងគឺទៅយកមកពីស្រែថ្មីគឺនេសាទខ្លួនឯងតែម្ដងបន្ទាប់មកយើងយកក្តាមចាប់ក្តាមហ្នឹងលាងទឹកឲ្យស្អាតហើយដាក់ចូលឆ្នាំងដាក់គ្រឿងមានប៊ីចេងមានស្ករចាគល់ក្រៃមកកាភ្លើអីអស់ហ្នឹងហើយបន្ទាប់មកយើងយកក្តាមហ្នឹងទៅស្ងោរប្រហែលជា5នាទីទៅ10នាទីបន្ទាប់មកក្តាមក៏ឆ្អិនបន្ទាប់ពីឆ្អិនហើយយើងក៏រៀបម្ហូបដាក់នៅលើតុមានក្តាមស្ងោរមានទឹកជ្រលក់ទឹកម្ទេសហៅទឹកទេសកកុងហើយនឹងតែជាមួយនឹងឈុតសាប៊ូផ្នែកនាំបងប្អូននៅប្រើជាមួយនឹងឈុតសាប៊ូកក់សក់ SPL ចាមានក្នុងមួយឈុតមានកក់មួយបូកនឹងអប់មួយចំណុះ500មីលីលីត្រឈុតសាប៊ូកក់សក់នេះគឺផ្សំចេញពីប្រេងធម្មជាតិច្រើនមកចាប្រេងធម្មជាតិពិតតែម្ដងនេះជាពពុះប្រេងអ័រហ្គានិកចាគឺជាប្រេងធម្មជាតិបែបសរីរាង្គបូកផ្សំជាមួយនឹង collagen ចាបូកផ្សំជាមួយនឹងប្រេងសណ្ដែកប្រេងអូលីវចាគឺមានរូបមន្តផ្សំពិសេសនៅក្នុងនឹងតែម្ដងដែលជួយបំបត្តិសក់ជ្រុះចាធ្វើឲ្យសក់បងប្អូនពុំមានសំណើមជាពិសេសគឺអង្កែហ្នឹងគឺប្រកែតែម្ដង2ដងគឺទទួលបានផលណាបងប្អូនកក់ចាត្រឹមតែលើកទី1គឺបងប្អូននឹងឃើញតែសក់បងប្អូនផ្លែទុនរលោងមានសរសៃសូត្រមានអារម្មណ៍ថាចាស់ស្ទាបបង្អែសក់ចាប្រើទៅគឺល្អខ្លាំងតែម្ដងសម្រាប់បងប្អូនដែលមានសរសៃសក់ដែលមានបញ្ហាខូចស្ងួតឆេះហ្នឹងគឺវាជួយព្យាបាលសក់របស់យើងឲ្យមានសំណើមទុនភ្លឺរលោងស្អាតបាត់ជ្រុះបាត់អង្កែចាជួយធ្វើឲ្យសក់របស់យើងមានទម្ងន់ទុនភ្លឺរលោងជាពិសេសហ្នឹងគឺជួយសម្រួលចរន្តសរសៃឈាមចាធ្វើឲ្យសក់របស់យើងមានភាពរឹងមាំហើយនឹងដោះលូតលាស់បានល្អហើយឆាប់វែងលឿនចា